dương bạn đăng ấy của màn ngày đấy dươngកំពុងតែមានសង្គ្រាមជាមួយនឹងសៀមដែលវាឈានពានមកប្រទេសកម្ពុជាយើងហ្នឹងហើយយើងឃើញតាមបណ្ដាញសង្គម Facebook ក៏បានឃើញកងទ័ពយើងបានវាយបានដណ្ដើមបាន BTR របស់សៀមមួយគ្រឿងនៅតាមព្រំដែនហ្នឹងហើយនឹងអាវុធមួយចំនួនទៀតហើយថៃក៏វាបានចោទប្រកាន់មកយើងថាយើងបានមានអាវុធបាញ់រថក្រោះ GAM 102 LR បីបាញ់ជាមួយវាបាញ់រថក្រោះពួកវាហ្នឹងឥឡូវនេះខ្ញុំចូលមករៀបរាប់អំពីសមត្ថភាពរបស់ GAM 102 LR ភ្លើងបាញ់រយៈចម្ងាយឆ្ងាយបាញ់កំទេករថក្រោះនិងត្រង់សេទាហាន1 GAM 102គឺជាប្រព័ន្ធកំជ្រួចនាំផ្លូវប្រឆាំងរថក្រោះកម្រិតខ្ពស់ដែលត្រូវបានរចនាឡើងសម្រាប់គំទេចរថក្រោះធុនធ្ងន់និងគោលដៅរឹងមាំក្នុងចម្ងាយឆ្ងាយវាត្រូវបានគេស្គាល់ថាជាអាវុធដែលមានសមត្ថភាពជាក់លាក់ខ្ពស់និងមានសមត្ថភាពបំផ្លាញអាវុធការពាររបស់សត្រូវយ៉ាងមានប្រសិទ្ធភាព2លក្ខខណ្ឌបច្ចេកទេសប្រភេទអាវុធកំជ្រួចនាំផ្លូវប្រឆាំងរថក្រោះចម្ងាយបាញ់ប្រហែល 4000 ទៅ 6000 ម៉ែត្រប្រព័ន្ធនាំផ្លូវមាន laser នាំផ្លូវក្បាលគ្រាប់សម្រាប់ទម្លុះអាវុធការពារប្រតិកម្ម ERA សមត្ថភាពទម្លុះអាចទម្លុះដែកថែបក្រាស់ជាង 8 ទៅ 1000 មីលីម៉ែត្រទម្ងន់រចនាឡើងដើម្បីអាចចល័តបានដោយថ្មើរជើងឬដំឡើងលើរថយន្ត3សមត្ថភាពនិងមុខងារសំខាន់ប្រព័ន្ធ Fire and Forget GAM 102 LR ប្រើប្រាស់បច្ចេកវិទ្យានាំផ្លូវស្វ័យប្រវត្តិដែលអនុញ្ញាតឲ្យអ្នកបាញ់អាចបដូរទីតាំងភ្លាមបន្ទាប់ពីបាញ់ចេញដើម្បីជៀសវាងការវាយបកពីសត្រូវការវាយប្រហារពីផ្នែកលើ Top Attack Mode វាមានសមត្ថភាពហោះឡើងហើយទម្លាក់ខ្លួនចុះមកបាញ់ចំផ្នែកខាងលើនៃរថក្រោះដែលជាចំណុចខ្សោយបំផុតស្ដើងបំផុតរបស់រថក្រោះភាគច្រើនក្បាលគ្រាប់2ជាន់ក្បាលគ្រាប់ទី1នឹងផ្ទុះអាវុធការពារប្រតិកម្មរបស់សត្រូវហើយក្បាលគ្រាប់ទី2នឹងទម្លុះចូលទៅក្នុងទូសាច់ដែករបស់រថក្រោះ4ចំណុចខ្លាំងក្នុងការប្រយុទ្ធ1ភាពជាក់លាក់មានភាគរយខ្ពស់ក្នុងការបាញ់ចំគោលដៅទោះបីជាគោលដៅកំពុងក៏ដោយ2ភាពធន់នឹងការរំខានប្រព័ន្ធនាំផ្លូវរបស់វាពិបាកនឹងត្រូវគេរំខានដោយរលកសញ្ញាអេឡិចត្រូនិក3ការប្រើប្រាស់បានច្រើនកលៈទេសៈអាចប្រើប្រាស់បានទាំងយប់ទាំងថ្ងៃនិងក្នុងលក្ខខណ្ឌអាកាសធាតុអាក្រក់5សេចក្តីសន្និដ្ឋាន GAM 102 LR គឺជាឧបករណ៍ដ៏មានឥទ្ធិពលក្នុងសមរភូមិសម័យទំនើបដែលផ្ដល់លទ្ធភាពឲ្យកងទ័ពថ្មើរជើងអាចតទល់ជាមួយនឹងកងពលរថក្រោះដ៏ខ្លាំងក្លាពីចម្ងាយប្រកបដោយសុវត្ថិភាពនិងសិទ្ធិភាពខ្ពស់បាទបងប្អូននឹងសូមបញ្ចប់ត្រឹមនឹងពីសមត្ថភាពរបស់ GAM 102 LR បាទអញ្ចឹងសូមបងប្អូនជួយចុច Subscribe ឲ្យខ្ញុំបានផងដើម្បីមានវីដេអូនៅអូថ្មីបន្តទៀតសម្រាប់អានជូនបងប្អូនស្ដាប់អរគុណច្រើនបងប្អូន